ខ្លួនហើយនៅបងថ្ងៃនេះវាយទៅចប់ខ្ញុំឲ្យវីដេអូថ្ងៃនេះតើបងយល់ដឹងពីប្រទេសកម្ពុជាយើងសម្រាប់ណាដែរបងអាច60ចាថ្ងៃហ្នឹងខ្ញុំមានសំណួរខ្លះសួរអំពីប្រទេសកម្ពុជាយើងណែតើប្រាសាទអង្គរវត្តស្ថិតនៅខេត្តណាសាលអង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាបត្រឹមត្រូវតែដៃមួយតើរាជធានីរបស់ប្រទេសកម្ពុជាយើងមានឈ្មោះអ្វីរាជធានីរបស់កម្ពុជាមានឈ្មោះថារាជធានីភ្នំពេញតែដៃមួយទៀតសំណួរមួយទៀតតើប្រទេសកម្ពុជាជាប់ព្រំប្រទល់ជាមួយនឹងប្រទេសអ្វីខ្លះប្រទេសកម្ពុជាជាប់ព្រំប្រទល់ជាមួយនឹងប្រទេសវៀតណាមជាមួយប្រទេសថៃនិងឡាវតែដៃមួយទៀតចូលសំណួរចុងក្រោយចូលបងរៀបរាប់ផលិតផលកសិផលកម្ពុជាដែលកសិករយើងពេញនិយមដាំពីច្រើននេះបាន5មុខបងពោតសណ្តែកដំឡូងស្រូវនិងស្វាយចង់ត្រូវបងតែដៃមួយទៀតឆ្វេងនេះគឺជាផលិតផលខ្មែរនិយាយទៅតែตั้งតែហ្នឹងផលិតពីសណ្តែកតែកសិករយើងដាំឲ្យមកយើងរៀបរាប់មកហ្នឹងបងឯករាជ្យជាតិប្រព្រឹត្តឡើងនៅថ្ងៃណាខែណាឆ្នាំណាថ្ងៃទី9វិច្ឆិកាឆ្នាំ1953ត្រឹមត្រូវតែដៃមួយតើរាជធានីនៃប្រទេសរាជាណាចក្រកម្ពុជាយើងមានឈ្មោះអ្វីរាជធានីភ្នំពេញឬក៏ក្រុងចតុមុខមង្គលសាកលកម្មវិធីធម្មតីសេរីបបអន្តរបុរីរដ្ឋឌីសេណាមហានគរវ៉ាវតែដៃមួយចូលរៀបរាប់ផលិតផលកសិផលខ្មែរយើងដែលកសិករពេញនិយមដាំជាងគេរៀបរាប់បាន5មកបងមានស្រូវពោតសណ្តែកល្ងនិងដំណាំទៀតគឺទុរេនត្រឹមត្រូវតែដៃមួយឆ្វេងនេះគឺជាផលិតផលខ្មែរដែលផលិតពីកូនខ្មែរនេះបងគឺជាក្រែទឹកតែងបងជាប់ជាមួយនឹងផលិតផលកសិផលកូនខ្មែរយើងផងដែរខ្ញុំចង់ណែនាំដល់គ្នាពីវត្ថុម្យ៉ាងដែលផលិតពីកសិផលផលិតផលកូនខ្មែរគឺជាតែកែទឹកតែងគឺជាផលិតផលដែលផលិតចេញពីកូនខ្មែរហើយនិយាយទៅគេមានចំនួន3រសជាតិទី1ពណ៌ខៀវពណ៌ក្រហមពណ៌សហើយនិយាយទៅខ្ញុំតែតែគ្រប់គ្រងផលិតផលក្នុងស្រុកជានិច្ចហើយនិយាយទៅនៅពេលដែលខ្ញុំចេញខាងក្រៅគឺខ្ញុំតែដាក់វាញ៉ាំតាមខ្លួនជានិច្ចដោយសារតែពេលដែលយើងញ៉ាំទៅគឺជួយកម្លាំងរបស់យើងឲ្យមានកម្លាំងធ្វើការហើយសម្រាប់អត្ថប្រយោជន៍មួយវាវិញគឺជួយទៅដល់សរីរាង្គកាយយើងទាំងមូលពេលដែលយើងញ៉ាំចូលទៅជួយជំនួយខួរក្បាលរបស់យើងជាពិសេសបងដែលមានផ្ទៃពោះគឺគាត់អាចញ៉ាំបាននៅពេលដែលគាត់ញ៉ាំទៅគឺជួយទៅដល់បែបពីនៅក្នុងផ្ទៃពោះរបស់គាត់ហើយសម្រាប់បងដែលមានជំងឺទឹកនោមផ្អែមក៏អាចញ៉ាំបានដែរព្រោះថាទឹកតែយើងគឺអត់មានជាតិស្ករទេអញ្ចឹងបើសិនជាបងអ្នកគ្នាចង់មានតម្រូវការធ្វើការញ៉ាំជាមួយទឹកតែគឺអាចតាក់ទងទៅលេខទូរស័ព្ទខាងលើបានឬក៏អ្នកគ្នាទៅហាងផ្ទាល់ក៏បានដែរ Follow បើ small